យើងមិនគួរប្រាប់នរណាម្នាក់អំពីគោលដៅរបស់យើងទេសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Bun Mindset Channel ហេតុអ្វីបានជាមនុស្សមួយចំនួនជោគជ័យដោយស្ងៀមស្ងាត់ដោយមិននិយាយអ្វីអ្នកប្រហែលជាឆ្ងល់ថាតើពួកគេកំពុងធ្វើអ្វីនៅពីក្រោយឆាកព្រោះពួកគេមិនដែលបង្ហោះអួតឬប្រាប់នរណាម្នាក់ឡើយហើយនោះជាហេតុផលដំបូងដែលអ្នកគួរតែស្ដាប់ឲ្យចប់ចំណុចទី1គោលដៅគឺពិតប្រាកដមិនមែនជាអ្វីដែលអ្នកត្រូវបង្ហាញដើម្បីឲ្យអ្នកដទៃដឹងនោះទេហេតុអ្វីបានជាមនុស្សខ្លះដែលនៅស្ងៀមស្ងាត់ហើយក្លាយជាអ្នកមានព្រោះអ្នកដែលនៅស្ងៀមស្ងាត់តែងតែធ្វើប៉ុន្តែអ្នកដែលនិយាយច្រើនតែងតែព្យាយាមធ្វើឲ្យអ្នកដទៃជឿថាខ្លួនកំពុងធ្វើយើងធំឡើងនៅក្នុងយុគសម័យដែលមនុស្សមួយចំនួននិយាយអំពីគោលដៅរបស់ពួកគេជាមុនដែលមើលទៅហាក់ដូចជាលយប៉ុន្តែនៅក្នុងពិភពនៃភាពជោគជ័យពិតប្រាកដអ្នកដែលនិយាយតិចបំផុតតែងតែដើរទៅឆ្ងាយបំផុតដោយសារតែពួកគេមិនត្រូវការអបអរសាទរនៅតាមផ្លូវនោះទេប៉ុន្តែអ្វីដែលពួកគេចង់បានគឺគោលដៅដែលពួកគេបង្កើតដោយដៃរបស់ពួកគេផ្ទាល់នៅពេលអ្នកប្រាប់អ្នកដទៃអំពីសុបិនរបស់អ្នកខួរក្បាលរបស់អ្នកបញ្ចេញសារធាតុដូហ្វាមីនហាក់ដូចជាអ្នកបានជោគជ័យរួចហើយដោយមិនបានធ្វើអ្វីសោះតើអ្នកដឹងទេថាអារម្មណ៍នៃសុភមង្គលនេះជាអន្ទាក់ដែលរារាំងមនុស្សជាច្រើនមិនឲ្យទៅមុខឬរីកលូតលាស់អ្នកបាននិយាយថាអ្នកចង់មាន$1 លានមានផ្ទះធំមួយនិងមានអាជីវកម្មផ្ទាល់ខ្លួនគ្រប់គ្នាទះដៃអបអរសាទរអ្នកដោយនិយាយថាអ្នកពិតជាអស្ចារ្យមែនប៉ុន្តែអ្នកនៅតែអង្គុយនៅកន្លែងដដែលអង្គុយញ៉ាំកាហ្វេលេងទូរស័ព្ទដូចរាល់ថ្ងៃហើយខួរក្បាលរបស់អ្នកយល់ថានេះគឺជាភាពជោគជ័យដូច្នេះវាមិនបានជំរុញអ្នកឲ្យធ្វើអ្វីបន្តទៀតទេព្រោះអ្នកសប្បាយចិត្តរួចទៅហើយវាមិនត្រឹមតែគិតពីខួរក្បាលរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែការនិយាយពីគោលដៅរបស់អ្នកក៏បើកគំនិតរបស់អ្នកដែរទ្វារផ្ដល់ឲ្យអ្នកនៅដំបូន្មានដែលអ្នកមិនចង់ហូរចូលអ្នកលះនឹងនិយាយថាវាពិបាកពេកអ្នកខ្លះនឹងសើចថាអ្នកមិនអាចធ្វើវាបានទោះបីជាគេមិនដឹងថាអ្នកជាមនុស្សបែបណាក៏ដោយអ្វីដែលអាក្រក់ជាងការមើលងាយគឺត្រូវមើលទៅព្រោះពេលអ្នកនិយាយវាមនុស្សនឹងចាប់ផ្ដើមមើលថាអ្នកនៅឆ្ងាយប៉ុណ្ណាតើអ្នកអាចធ្វើតាមអ្វីដែលអ្នកនិយាយបានទេសុបិនដែលធ្លាប់ជារឿងផ្ទាល់ខ្លួននឹងក្លាយជារឿងដែលអ្នកត្រូវសម្ដែងព្រោះខ្លាចខ្មាស់គេជាងខ្លាចបរាជ័យពីការចង់ធ្វើព្រោះចិត្តចង់បានអ្នកនឹងបដូរទៅបង្ហាញវាឲ្យគេបានឃើញនោះហើយជាចំណុចដែលសុបិនចាប់ផ្ដើមរសាត់គោលដៅមិនមែនជាអ្វីដែលត្រូវបង្ហោះឲ្យអ្នកដទៃភ្ញាក់ផ្អើលនោះទេប៉ុន្តែវាជារឿងពិតដែលអ្នកត្រូវអន់ក្បាលចុះហើយធ្វើវាទោះបីជាគ្មាននរណាម្នាក់ចាប់អារម្មណ៍ក៏ដោយដូច្នេះចូលយកថាមពលទាំងអស់ដែលគួរប្រើដើម្បីនិយាយកុំទុកឲ្យវាជាការខ្ជះខ្ជាយការសរសើរអ្នកនឹងមិនពេញចិត្តទេសូមចាំថាយើងមិនចង់ឬសំឡេងទះដៃពីអ្នកដទៃទេយើងចង់រើដៃទាំងពីររបស់យើងផ្ទាល់ដើម្បីបង្កើតជីវិតដែលយើងចង់មានចំណុចទី2ការប្រាប់ពីសុបិនរបស់អ្នកទៅមនុស្សខុសអាចនាំអ្នកឲ្យវង្វេងដោយមិនដឹងខ្លួនតើអ្នកប្រកាសថាសុបិនដែលអ្នកកំពុងតែដេញតាមពិតជារបស់អ្នកមែនទេប្រយ័ត្នពេលខ្លះអ្វីដែលអ្នកកំពុងព្យាយាមប្រថុយជីវិតរបស់អ្នកប្រហែលជាមិនមែនជាសុបិនរបស់អ្នកតាំងពីដំបូងឡើយប៉ុន្តែវាគឺជាសុបិនរបស់អ្នកដទៃដែលអ្នកបានស្ដាប់ដោយចៃដន្យនិងធ្វើតាមដោយមិនដឹងខ្លួនព្រោះការប្រាប់សុបិនរបស់អ្នកទៅមនុស្សខុសអាចនឹងផ្លាស់ប្ដូរទិសដៅជីវិតដោយមិនដឹងខ្លួនអ្នកស្ដាប់ប្រហែលជាមិនអាក្រក់ទេពួកគេអាចមានន័យល្អប៉ុន្តែបញ្ហាគឺថាពួកគេមើលឃើញពិភពលោកតាមរយៈកញ្ចក់របស់ពួកគេមិនមែនជារបស់អ្នកទេពួកគេនឹងចាប់ផ្ដើមនិយាយថាផ្លូវមិនស្ថិតស្ថេរពួកគេនឹងសួរថាហេតុអ្វីបានជាអ្នកមិនសាកល្បងអ្វីដែលមានសុវត្ថិភាពជាងនេះឬពួកគេអាចផ្ដល់ជម្រើសថ្មីដែលពួកគេបានដើរពីមុនហើយប្រាប់អ្នកថានេះគឺជាផ្លូវត្រឹមត្រូវតើអ្នកធ្លាប់ស្រមៃចង់ធ្វើការងារដែលអ្នកស្រឡាញ់ចង់បង្កើតអាជីវកម្មតូចមួយទេប៉ុន្តែពេលប្រាប់អ្នកណាម្នាក់ពីវាគេដាក់មុខហើយនិយាយថាមិនសមបន្ទាប់មកអ្នកចាប់ផ្ដើមផ្លាស់ប្ដូរក្តីស្រមៃរបស់អ្នកផ្លាស់ប្ដូរគោលដៅរបស់អ្នកទៅតាមពាក្យរបស់អ្នកដទៃរហូតដល់ទីបំផុតអ្នកទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេចង់បានប៉ុន្តែអ្នកមានអារម្មណ៍ថានេះជាគ្រោះថ្នាក់នៃការប្រាប់ពីក្តីសុបិនរបស់អ្នកទៅកាន់មនុស្សដែលមិនយល់ព្រោះមនុស្សទាំងនោះមិននាំអ្នកទៅចិត្តទេសុបិនរបស់អ្នកទេប៉ុន្តែពួកគេនាំអ្នកឲ្យវង្វេងជាមួយនឹងដំបូន្មានដែលស្ដាប់ទៅល្អប៉ុន្តែនឹងមិនសមនឹងបេះដូងអ្នកឡើយសុបិនមិនមែនជាអ្វីដែលត្រូវការអ្នកប្រឹក្សាច្រើនទេពួកគេគ្រាន់តែត្រូវការភាពច្បាស់លាស់ពីខាងក្នុងប៉ុណ្ណោះអ្នកកាន់តែនិយាយជាមួយអ្នកខាងក្រៅអ្នកនឹងកាន់តែទទួលការរំខានអ្នកខ្លះមានក្តីស្រមៃដែលធ្លាប់ច្បាស់លាស់ប៉ុន្តែបន្ទាប់ពីស្ដាប់អ្នកដទៃច្រើនពេកពួកគេមិនដឹងថាពួកគេចង់ក្លាយជាអ្វីនោះទេ
គុំបណ្ដោយឲ្យមហិច្ឆតារបស់អ្នកត្រូវបានជំនួសដោយគំនិតរបស់អ្នកដទៃអ្នកមិនចាំបាច់ប្រាប់អ្នកណាឲ្យយល់ទេព្រោះនកដែលយល់នឹងឃើញអ្នកនៅពេលដែលអ្នកជោគជ័យចងចាំថាសុបិនរបស់អ្នកមិនចាំបាច់ត្រូវបានយល់ព្រមដោយនរណាម្នាក់ទេដើរតាមផ្លូវរបស់អ្នកដោយស្ងប់ស្ងាត់ប៉ុន្តែប្រកបដោយភាពទន់ភ្លន់ហើយនៅពេលដែលថ្ងៃនោះមកដល់ថ្ងៃដែលអ្នកមកដល់ពិភពលោកទាំងមូលនឹងคล้ายទៅជាសម្លេងទះដៃដោយគ្មានការសួររកវាពីអ្នកឡើយចំណុចទី3ការលូតលាស់ស្ងាត់គឺជាអ្វីដែលមនុស្សពិតប្រាកដធ្វើតើអ្នកធ្លាប់កត់សម្គាល់ទេថាមនុស្សដែលពិតជាផ្លាស់ប្ដូរជីវិតរបស់ពួកគេជាធម្មតាមិននិយាយអ្វីទាំងអស់ដោយសារតែការរីកចម្រើនមិនមែនសំដៅលើការបង្អួតទេប៉ុន្តែជាការលាក់បាំងចេតនារបស់ពួកគេនៅក្រោមក្រសែភ្នែកស្ងៀមស្ងាត់របស់ពួកគេវានិយាយអំពីការភ្ញាក់ពីព្រលឹមហើយធ្វើអ្វីនៅពេលដែលគ្មាននរណាម្នាក់ឃើញវាអ្នកមិនចាំបាច់និយាយបង្ហោះឬប្រកាសអ្វីនោះទេប៉ុន្តែអ្នកអាចប្រើវាជារៀងរាល់ថ្ងៃបានពេញលេញដើម្បីថ្ងៃណាមួយពិភពលោកនឹងឃើញវាដោយមិនចាំបាច់ពន្យល់អ្វីទាំងអស់មនុស្សដែលលូតលាស់លឿនបំផុតជាធម្មតាលូតលាស់ក្នុងភាពស្ងៀមស្ងាត់ពួកគេមិនចាំបាច់ប្រកាសពីក្តីសុបិនរបស់ពួកគេទៅកាន់នរណាម្នាក់នោះទេព្រោះពួកគេយល់ថាពាក្យសម្ដីមិនមែនជាភស្តុតាងនៃភាពជោគជ័យប៉ុន្តែសកម្មភាពដែលមិនឈប់ឈរគឺជាអ្វីដែលវាស់ស្ទង់ថាតើនរណាម្នាក់អាចទៅបានឆ្ងាយប៉ុណ្ណាយើងស្ថិតក្នុងយុគសម័យដែលអ្នកណានិយាយមុនហាក់ដូចជាអ្នកដឹកនាំប៉ុន្តែក្នុងវិស័យអ្នកជោគជ័យអ្នកដែលនិយាយតិចបំផុតគឺជាអ្នកដែលពិតជាអាចរត់បានការប្រាប់អ្នកដទៃអំពីក្តីស្រមៃរបស់ពួកគេច្រើនពេកគឺមិនខុសពីការបើកផ្ទះដែលមិនទាន់សាងសង់នោះទេឲ្យមនុស្សចូលមករិះគន់អ្នកខ្លះអាចនិយាយថាផ្ទះនេះមិនសមនឹងការរស់នៅទេអ្នកលះប្រហែលសាច់ថាតើអ្នកនឹងរស់ក្នុងផ្ទះបែបនេះមែនទេសំឡេងទាំងនោះនឹងបង្កប់ក្នុងចិត្តអ្នកដោយមិនដឹងខ្លួនថ្ងៃណាមួយអ្នកនឹងចាប់ផ្ដើមសង្ស័យខ្លួនឯងទោះបីជាអ្នកធ្លាប់មានទំនុកចិត្តខ្លាំងក៏ដោយប៉ុន្តែអ្នកដែលធំឡើងដោយស្ងៀមស្ងាត់មិនខ្លាចសំឡេងទាំងនោះទេពួកគេគ្រាន់តែអន់ក្បាលហើយធ្វើឲ្យសុបិនរបស់ពួកគេច្បាស់ពួកគេធ្វើវាម្ដងហើយម្ដងទៀតមិនបាច់ប្រញាប់ប្រញាល់មិនបាច់បង្អួតគេមិនបាច់ប្រកួតប្រជែងព្រោះគេដឹងថាសំឡេងពិតនឹងខ្លាំងជាងគេនៅថ្ងៃជោគជ័យការមិនបោះបង់ក្តីស្រមៃរបស់អ្នកមិនមែនមានន័យថាអ្នកគ្មានថាមពលនោះទេប៉ុន្តែវាជាប្រភេទនៃភាពក្លាហានដែលមិនចាំបាច់ពន្ធយល់នរណាម្នាក់ភាពក្លាហានក្នុងការជ្រើសរើសដើរក្នុងភាពស្ងៀមស្ងាត់ដើម្បីឲ្យសំឡេងនៃលទ្ធផលនិយាយជំនួសឲ្យពាក្យនាពេលអនាគតត្រូវចាំថាមនុស្សពិតគុំប្រញាប់ប្រញាល់បង្ហាញព្រោះពួកគេនឹងចំណាយពេលធ្វើវានៅពេលដែលពួកគេរួចរាល់ពិភពលោកទាំងមូលនឹងសម្លឹងមើលពួកគេដោយមិនចាំបាច់សួរសំបីតែបន្តិចចំណុចទី4គ្មានអ្នកណាយល់ពីគោលដៅរបស់អ្នកឲ្យបានស៊ីជម្រៅដូចអ្នកនោះទេហេតុអ្វីបានជាអ្នកដទៃមិនយល់ពីសុបិនរបស់អ្នកទោះបីជាអ្នកពន្យល់វាយ៉ាងខ្លីវាគឺដោយសារតែគ្មាននរណាម្នាក់ធ្លាប់នៅក្នុងខ្លួនអ្នកគ្មានអ្នកណាដឹងថាអ្នកធ្លាប់ស្រក់ទឹកភ្នែកប៉ុន្មានដងទេគ្មាននរណាម្នាក់ដឹងថាអ្នកត្រូវរងការឈឺចាប់ប៉ុណ្ណានោះទេមុនពេលអ្នកហ៊ានគិតធំម្ដងទៀតតើអ្នកអាចរំពឹងថានរណាម្នាក់នឹងយល់ពីវាយ៉ាងស៊ីជម្រៅដូចអ្នកធ្វើដូចម្ដេចពេលខ្លះការប្រាប់អ្នកដទៃអំពីសុបិនរបស់អ្នកប្រហែលជាមិនជំរុញចិត្តអ្នកទេប៉ុន្តែវាជាការធ្វើឲ្យអ្នកខកចិត្តនៅពេលអ្នកនិយាយពីវាអ្នកដែលស្ដាប់ប្រហែលជាប្រងើយកណ្ដាលឬអាក្រក់ជាងនេះទៅទៀតប្រហែលជាសាច់តិចហើយប្រាប់អ្នកឲ្យបន្តសុបិនបន្ទាប់មកអ្នកនឹងឈឺចាប់ពេញរាងកាយរបស់អ្នកហើយសួរខ្លួនឯងដោយស្ងៀមស្ងាត់ថាតើអ្នកពិតជាគួរឲ្យអស់សំណើចមែនឬទេសុបិនរបស់អ្នកជារបស់អ្នកតែម្នាក់ឯងពួកគេមកពីជីវិតពិតរបស់អ្នកពីស្លាកស្នាមដែលគ្មាននរណាម្នាក់ធ្លាប់ឃើញពីជំនឿដ៏ជ្រាលជ្រៅដែលគ្មាននរណាម្នាក់មានអ្នកដឹងថាអ្នកមកដល់កម្រិតណាហើយដែលចង់កែប្រែជីវិតរបស់អ្នកដោយមិនបោះបង់វាសនាដូច្នេះគ្មាននរណាម្នាក់មានសិទ្ធិវិនិច្ឆ័យថាតើសុបិនរបស់អ្នកតូចពេកឬពិបាកពេកនោះទេឈប់រំពឹងថាអ្នកដទៃយល់ពីគោលដៅរបស់អ្នកព្រោះគ្រាន់តែយល់ពីខ្លួនឯងនិងតាំងចិត្តគឺគ្រប់គ្រាន់ហើយដូច្នេះហើយកុំខ្ជះខ្ជាយពេលវេលានិយាយដើម្បីឲ្យអ្នកដទៃមើលឃើញពីតម្លៃរបស់អ្នកប៉ុន្តែត្រូវចំណាយពេលបង្កើតតម្លៃគេឃើញនៅថ្ងៃដែលអ្នកជោគជ័យមនុស្សដែលមានគោលដៅធំមិនមែនជាមនុស្សដែលត្រូវតែនិយាយដើម្បីធ្វើឲ្យអ្នកដទៃជឿនោះទេប៉ុន្តែគឺជាមនុស្សដែលដើរដោយស្ងៀមស្ងាត់នៅថ្ងៃដែលគ្មានអ្នកណាជឿនិងធ្វើឲ្យពិភពលោកទទួលយកពួកគេនៅថ្ងៃអនាគតចងចាំរឿងនេះដោយបេះដូងថាគ្មាននរណាម្នាក់យល់ពីសុបិនរបស់អ្នកឲ្យបានស៊ីជម្រៅដូចអ្នកទេព្រោះគ្មាននរណាម្នាក់ធ្លាប់ឆ្លងកាត់អ្វីដែលអ្នកបានឆ្លងកាត់នោះទេគ្មានអ្នកណាធ្លាប់លិចក្នុងរណ្ដៅដូចអ្នកទេដើម្បីហ៊ានសុបិនដូចអ្នកម្ដងទៀតចំណុចទី5ព្រោះការមិននិយាយពេលខ្លះមិនលាក់លៀមតែជាការការពារតើអ្នកធ្លាប់ចង់ប្រាប់អ្នកណាម្នាក់ពីក្តីសុបិនរបស់អ្នក
ប៉ុន្តែនៅស្ងៀមព្រោះខ្លាចថាវានឹងបាត់មុនពេលវាចាប់ផ្ដើមទេមែនហើយពេលខ្លះការមិននិយាយមិនមែនមានន័យថាយើងកំពុងលាក់បាំងនោះទេប៉ុន្តែវាគឺជាការការពាររបស់មានតម្លៃដែលកំពុងតែរីកដុះដាលយ៉ាងស្ងៀមស្ងាត់អ្នកប្រហែលជាមិនដឹងថាសុបិនរបស់អ្នកនៅតែតូចនិងផុយស្រួយដូចជាសំណាបតូចមួយដែលនៅតែត្រូវការពន្លឺព្រះអាទិត្យភ្លៀងតិចៗនិងភាពស្ងៀមស្ងាត់ដើម្បីរីកដុះដាលប៉ុន្តែប្រសិនបើអ្នកប្រញាប់និយាយអ្នកកំពុងយកសំណាបចេញទៅក្រោមពន្លឺព្រះអាទិត្យក្តៅខ្លាំងខ្យល់ខ្លាំងនិងការរិះគន់ដែលមានភាពមិនចាំបាច់មានមនុស្សច្រើនណាស់ដែលគ្រាន់តែនិយាយក្តីសុបិនម្ដងរួចមកហើយមិនហ៊ានធ្វើម្ដងទៀតដោយគ្រាន់តែទទួលការសើចចំអកសួរនាំប្រៀបធៀបទាំងមិនដឹងខ្លួនក្តីស្រមៃនៅក្នុងដំណាក់កាលដំបូងនៃជីវិតគឺមានភាពផុយស្រួយខ្លាំងណាស់ដោយសារតែវាមិនទាន់មានរូបរាងច្បាស់លាស់ដែលគ្មានអ្នកណាបានឃើញក្រៅពីយើងទេដូច្នេះការនិយាយចេញមកមិនមែនគ្រាន់តែជាការប្រាប់នោះទេប៉ុន្តែវាដូចជាការដាក់វានៅខាងក្រៅដើម្បីឲ្យអ្នកដទៃវិនិច្ឆ័យទោះបីជាយើងមិនទាន់រួចរាល់ក៏ដោយមនុស្សដែលរីកចម្រើនពិតប្រាកដជ្រើសរើសមិននិយាយមិនមែនដោយសារតែពួកគេគ្មានអ្វីត្រូវនិយាយនោះទេប៉ុន្តែដោយសារតែពួកគេដឹងថាពាក្យខ្លះអាចបំផ្លាញទិសដៅនៃជីវិតរបស់ពួកគេទាំងមូលដូច្នេះហើយពួកគេជ្រើសរើសស្រោចស្រពក្តីស្រមៃរបស់ខ្លួនដោយស្ងាត់ស្ងៀមមិនលាក់លៀមឡើយប៉ុន្តែត្រូវធ្វើឲ្យពួកគេរឹងមាំដើម្បីក្រោមឈរឡើងហើយថ្ងៃណាមួយពេលដែលវាធំល្មមហើយនោះពួកគេនឹងរីកចម្រើនយ៉ាងពេញទំហឹងដោយមិនចាំបាច់សុំការអនុញ្ញាតពីអ្នកណាឡើយចូលចាំថាការមិននិយាយមិនមែនមានន័យថាអ្នកមិនក្លាហាននោះទេប៉ុន្តែវាជាការក្លាហានខ្ពស់ក្នុងការការពារជាងការប្រកាសដោយសារតែរឿងធំមួយចំនួនក្នុងជីវិតយើងមិនចាំបាច់ចាប់ផ្ដើមដោយប្រាប់អ្នកណានោះទេប៉ុន្តែត្រូវចាប់ផ្ដើមដោយស្ងៀមស្ងាត់ជាបន្ទាប់មកធ្វើវាដោយស្ងៀមស្ងាត់រហូតដល់ពិភពលោកស្ងប់ស្ងាត់ព្រោះលទ្ធផលគឺខ្លាំងជាងពាក្យសម្ដីចំណុចទី6ព្រោះពាក្យខ្លះមានតម្លៃចំពោះសុបិនដោយអ្នកនិយាយមិនដឹងពាក្យខ្លះចំណាយពេលត្រឹមតែ3វិនាទីប៉ុណ្ណោះប៉ុន្តែបំផ្លាញក្តីសុបិនដែលអ្នកបានចំណាយពេលពេញមួយជីវិតរបស់អ្នកតើអ្នកជឿថាពាក្យនេះមិនសមហេតុផលឬមិនអាចធ្វើបានពាក្យទាំងនេះដែលនិយាយបែបលេងសើចដោយមិនមានអ្នកនិយាយគិតអ្វីទាំងអស់ប៉ុន្តែវាគឺជាកាំបិតដ៏មុតស្រួចដែលបង្កប់ក្នុងបេះដូងនរណាម្នាក់ពេញមួយជីវិតព្រោះវាមិនត្រឹមតែជាឧបសគ្គសម្រាប់សកម្មភាពប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបង្កប់នូវកម្មវិធីដើម្បីលុបបំបាត់ទំនុកចិត្តមុននឹងចាប់ផ្ដើមផងដែរមនុស្សជាច្រើនមិនចុះចាញ់ដោយសារឧបសគ្គទេតែដួលដោយសារតែពាក្យសម្ដីរបស់នរណាម្នាក់ដែលពួកគេមានអារម្មណ៍ថាគេទុកចិត្តព្រោះតែពួកគេប្រាប់ពីក្តីសុបិនរបស់ពួកគេដោយសង្ឃឹមថានឹងទទួលបានពាក្យថាតោះសាឡបងខ្ញុំកំពុងចាក់ឫសឲ្យអ្នកប៉ុន្តែជំនួសមកវិញនៅពាក្យថាតើអ្នកគិតច្រើនពេកទេឬភ្នែកដែលសម្លឹងមកអ្នកដូចជាអ្នកកំពុងសុបិនខ្លាំងពេកនោះជាអ្វីទាំងអស់ក្តីស្រមៃដែលធ្លាប់ជាពន្លឺក្នុងចិត្តចាប់ផ្ដើមរលត់បន្តិចម្ដងព្រោះខ្លាចគេវិនិច្ឆ័យម្ដងទៀតខ្លាចគេសើចម្ដងទៀតខ្លាចជារឿងកំប្លែងសម្រាប់អ្នកដទៃនេះជាមូលហេតុដែលហេតុអ្វីសុបិនគួរនៅស្ងៀមការពារដោយកូនក្មេងមុននឹងលើកវាឲ្យធំឈរដោយខ្លួនឯងមុននឹងរឹងមាំអាចដោះស្រាយពាក្យអាក្រក់ពីពិភពខាងក្រៅបានព្រោះពាក្យខ្លះមិនសម្លាប់មនុស្សភ្លាមនោះទេតែនឹងបង្កប់ក្នុងចិត្តហើយនិយាយបណ្ដាលថាអ្នកមិនល្អគ្រប់គ្រាន់ពិបាកពេកកុំខ្ជះខ្ជាយពេលវេលាតតែជឿកុំភ្លេចថាសុបិនមានតម្លៃកុំដូរពាក្យថោកពីអ្នកដែលអ្នកមិនស្គាល់អ្នកមិនចាំបាច់ប្រាប់នរណាម្នាក់ឲ្យយល់ទេអ្នកគ្រាន់តែជឿវាឲ្យស៊ីជម្រៅគ្រប់គ្រាន់ដើម្បីភ្ជាប់ទំនាក់ទំនងទោះបីជាពិភពលោកមិនយល់ព្រមក៏ដោយអ្នកនៅតែអាចក្រោកឡើងហើយធ្វើវាបានហើយថ្ងៃណាមួយជាតិថ្ងៃដែលអ្នកជោគជ័យគ្រប់ពាក្យដែលធ្លាប់សម្លាប់អ្នកនឹងคล้ายទៅជាសំឡេងស្ងាត់ដែលអ្នកមិនអាចលុបទៅទៀតព្រោះសុបិនរបស់អ្នកខ្លាំងពេកមិនអាចលុបបាននៅថ្ងៃនោះចំណុចទី7មនុស្សដែលអ្នកបានប្រាប់រឿងប្រហែលជាច្រណែនក្នុងចិត្តដោយមិនដឹងខ្លួនតើអ្នកប្រកាសទេថាអ្នកដែលងក់ក្បាលនឹងសុបិនរបស់អ្នកមិនបានបន់ស្រន់ឲ្យអ្នកដួលវាឈឺចាប់នៅពេលដែលអ្នកដឹងថាមនុស្សដែលយើងគិតថាជាអ្នកគាំទ្រតាមពិតយើងប្រហែលជាស្ត្រូវស្ងៀមស្ងាត់របស់អ្នកគាំទ្រជិតស្និទ្ធបំផុតរបស់យើងពីព្រោះមិនមែនគ្រប់ស្នាមញញឹមសុទ្ធតែមកដោយភាពរីករាយហើយមិនមែនរាល់ការលើកទឹកចិត្តគឺពិតជាមានចិត្តណាល្អនោះទេមានមនុស្សជាច្រើននៅពេលដែលពួកគេឮអ្នកនិយាយអំពីសុបិនរបស់អ្នកពួកគេញក់ក្បាលយឺតហើយនិយាយថាដ៏ល្អណាស់ទៅរកវាប៉ុន្តែក្នុងចម្រៅចិត្តទៅវិញគេគិតថាក៏ខ្ញុំសង្ឃឹមថាអ្នកបរាជ័យខ្ញុំសង្ឃឹមថាអ្នកមិនអាចធ្វើវាបានដោយសារតែចម្រៅចិត្តពួកគេកំពុងប្រៀបធៀបខ្លួនឯងជាមួយអ្នកពួកគេមានអារម្មណ៍
มองท่าประสินบาเนี่ยจกใจปูเก้นังเมืองงีเนี่ยพลีมโดยซาแต่ปูเก้มันมีนกระไดสบันหรือโกดาวปูเก้มันจ้องเอาเนี่ยคลายจีพุสตางแต่ท่าวิปัจจีไอเตอรุยนุเตให้นูให้จีมูลให้แต่เนี่ยเตอแต่ประหยัดขนมกาปรับปีสบันระบอบเนี่ยปรุมันแมนกรุบขณีนังสับบรอจมพูเนี่ยนุเตมนุคลาเละกำบัดในขนมดำบนมีนระบอบปูเก้มนุคลายำให้ริกุนเนี่ยโดยสมงัดรอเปแต่เนี่ยปรับปูเก้เกนิเยโดยเกควอลแต่ตามปิดเกออทเฟอร์เตเนี่ยกระทากอดกำปงเตรกออกปนใต้กอดกำปงตีเนี่ยโดยสงิมสงัดเจียไว้มวยเด็ดเวอร์เอาเนี่ยได้ยืดมันแมนโดยซาแต่เนี่ยมันละอนุเตปนใต้โดยซาแต่เนี่ยโยสับคอจำนวนที่ปรามใบมนุษย์ได้มันจ้องเคยเนี่ยแต่งแต่สบันปนใต้แต่งแต่จ้องเคยครูนเองก็ได้สบันมันแมนจีซาเทระนะเตให้บรรทบหมกปราทำโปแต่งอ้อดำใบบังการเวียดอยจกใจปรุดไงนามวยละตะพอคือคลังจิงปีให้เนี่ยได้บ้านอธิษฐานโดยสมงัดเนี่ยนังเต้าโชว์มือเนี่ยโชกปูโดยขมิ้นซึบดาวอารมณ์เอาเจ้าจีงกาปุญโยเนี่ยเราเตกาโยดังฐานเนี่ยกำปงเฟือตามสบันระบอบเนี่ยหรือปุญโยเปียไว้แต่เนี่ยเราเตกำปงเฟือขนงยุคสมัยแต่ไว้เต้าแต่ตอนสมัยเช็คจีเปเวลีปุญโยสบันชรานจิงกาสำแดงปัจจิคลายมนุษย์มันโยเปียวิได้ปูเกนังกึดดอลไว้ได้ยังเฟือดังเปียไว้ได้เต้ามือพเนกนักเอาเตยที่บ่มพดอำนาจได้กู้ปราดำใบบังการกระไดสบันตรลอบเตอรงวงขนงกิจสันเนียดำใบเอาเนี่ยเอาเตยโยธายังเนื้อแต่มันโยปีครูนไอเอาบานฉบับปรูเปขมิ้นเนี่ยซัวขมิ้นโนนาดังขมิ้นเนี่ยรงจำกาปุญโยเนี่ยนังงือสำเลงครูนไอกันแต่ฉบับโดยเฉพาะเนี่ยอาจเคยเอาไว้ได้เนี่ยจังบานให้จังรุดเตอนาหมกนาโดยมันคล้ายกระแสพเนกเนี่ยนาลอยโดยเฉพาะกุมเฟือเนื้ออำนาจในพิบสงิมสงัดปรุเนื้อเป้ได้เนี่ยมันนิยเนื้อเป้เนี่ยเกิดปีกุมเนื้อระบอบเนี่ยเนื้อเป้ได้เนี่ยมันมีนสำนัววิเตียงออกมินโยบอลนาปีเนี่ยได้มันดาขนงตีได้โดยเนี่ยเตสมใบแต่บันติกก็ดอยเนี่ยคลารถเกิดปรุเงียหมกชลายสำนัวแต่ดาวยืดปรุเงียหมกปุญโยเปียไว้แต่ขยมกำปงเฟือตู้จีมันจำบัดปุญโยเนี่ยนาก็ดอยเนี่ยกรอนแต่โยปีคลูนเนี่ยเอาบานฉบับล้อตามแต่อาจเฟือเตอบานหายส้มโยบอปีเนี่ยนาก็ได้สมัยมันแมนจีเรื่องแต่เต้าแต่ประกาศนุเตปนใต้วิจีระบอแต่เต้าแต่เรศาโดยพิบสงิมสงัดเรศากาบดอดอารมณ์นังประพฤติโดยสกรรมพิบจีเรียงรอทั้งไงรโหดดอสบันทมละมุมนิเยจุมนูเนี่ยจำเฟือเอากรุบคณีโยปนแต่นกกัดหมกละมุมโยจัดคลูนไอรุ่ยโดกายโยนุจำนวนที่ปรามบุญเนี่ยมันจำบัดปราเปียดำใบประกาศปีสกดานุโปลเตปนใต้สกรรมพิบหนึ่งครั้งจริงเนี่ยจ้องคลายจีมนุษย์ได้ปูแกเตอทั้งไงอนาคตหรือมนุษย์ได้ปัจจิพลับโดขนงปิภพโลกได้โปเป็นโดยสำเร็จให้บรรทบมอกเปียสัญญามนุษย์พิจารณาโจจัดประกาศสบันดำใบอมปีวนิวดอนเนลเตยปนใต้จงกรอยวีกรอนแต่จีสบันได้บัดจิมวยหนึ่งเปียสำเดยมันดำนากาขมิ้นละตะพอขมิ้นกาพลับโดละใบแต่ขมิ้นอำนาจขนงวิสัยมนุษย์โจกใจปิดมันแมนมนุษย์ได้นิเยจรานแต่ชงายเตแต่จีมนุษย์ได้เฟื่อสงัดระโหดดอปิภพโลกเตรเมอหมกปรูปิภพโลกมันจ้องบ้านเนี่ยนิเยจรานเตแต่จ้องบ้านเนี่ยเฟื่อเนี่ยคลาหานเฟื่อเนเป้ปุญโยสบันดอนเนี่ยเราเตยพิยิมบรรเจ้าบรรโจเนี่ยจุ่มเว้นคลูนยิงปนใต้พลิกฐานเนี่ยมันจำบัดปราเปียดำใบประกาศปีสกดานุโปขนงกาปราสกรรมพิบจิพุสตังนุเตมันบัดนิเยเตเฟื่อบ้านแต่ปนังหายตกเอาละตะพอเนี่ยได้พลับโดปิภพโลกนี่มันแม่นเนี่ยได้สไลเตคือมนุษย์เนสเงียมมันจำบัดรงจำกายโยปรมปีโนนามเนี่ยลอยกอดมันนิเยธากอดหนึ่งคลายจีเนี่ยมีนเตกอดกรอนแต่จีเนี่ยมีนกอดมันนิเยธากอดหนึ่งพลับโดชีวิตระบบกอดเตกรอนแต่พลับโดให้ในทั้งไงนุมันมีนปีจำบัดติดเตปรุสกอมมาพิบเจสไตหนึ่งเฟื่อเอาคลังจิงรอประโยคได้เนี่ยบ้านนิเยจำนึกตีดอกมนุษย์คลารงจำเนี่ยนึกดำใบนิเยธาขยมนิเยแต่เนี่ยทลบปรับเนี่ยเอาปรับปีสบันระบอบโนนามเนี่ยให้มีนอารมณ์ทากอดมันจ้องสดับปนใต้ขยมจ้องสดับเนเปได้เนี่ยดูจรานจิงนุวิมันเมนจีโมตนาพิบจมพูพิบจกเจระบอบเนี่ยเตปนใต้ขยมมีนโมตนาพิบได้เนี่ยอาจตุตีกาปราเจระบอบเนี่ยเราเตบานตรมเตรนี่จีให้พอได้เนี่ยมันกู้ปรับปีกได้สมัยระบอบโนนามเนี่ยดอยงีนุเตปรุมนุษย์มวยจำนวนมันเมนจีมนุษย์ได้รงจำจังหวะดำใบรงจำทั้งไงได้เนี่ยดูนุเตทั้งไงได้เนี่ยบะตึกเจ็ดยมชีจับโดยซากาปราเจได้ขยมเตรจูบให้ชีจับโดยซาปิสมเดย์ระบอบมนุษย์ได้ทลบสกอร์จิจรานดองได้เนี่ยบัดบองจุมเนือเลือครูนไอมันแมนโดยซาแต่เนี่ยดูเตให้ขยมไอนิเยธาเนี่ยมันไอเฟื่อวีบานก็ได้สบันระบอบเนี่ยมีนปนเลือบันเต
ដូច្នេះអ្នកមិនហ៊ានចាប់ផ្ដើមលាតត្រដាងថាវានឹងក្លាយជាគោលដៅសម្រាប់នរណាម្នាក់រិះគន់កុំឲ្យវាក្លាយជាតុក្កតានៅក្នុងព្រៃរបស់មនុស្សដែលមិនយល់ពីផ្លូវរបស់អ្នកត្រូវចាំថាមិនមែនគ្រប់គ្នាដែលគួរដឹងថាយើងនឹងទៅណាទេជាពិសេសអ្នកដែលសង្ឃឹមថានឹងសើចនៅថ្ងៃដែលយើងនឹកភាពស្ងប់ស្ងាត់របស់អ្នកថ្ងៃនេះវាអាចជាគ្រឿងការពារដ៏ល្អបំផុតហើយនៅថ្ងៃដែលអ្នកសម្រេចបានជោគជ័យចំណុចទី11នៅពេលដែលគោលដៅក្លាយជាពាក្យមួយឃ្លាវាក្លាយជាបញ្ហាដែលនរណាម្នាក់អាចប៉ះបានអ្នកបាននិយាយគោលដៅដោយចៃដន្យហើយមានអារម្មណ៍ថាវាមិនមែនជារបស់អ្នកទៀតទេពីព្រោះនៅពេលដែលអ្នកបង្វែរគោលដៅទៅជាពាក្យភ្លាមវាមិនមែនជារបស់អ្នកតែមួយនោះទេព្រឹត្តិការណ៍កាន់តែច្រើននិងមនុស្សកាន់តែច្រើនប៉ះបេះដូងរបស់អ្នកគោលដៅដែលអ្នកកំណត់ដោយការលាតត្រដាងកាន់តែខ្លាំងវាក្លាយជាកីឡដ្ឋានដែលបើកពិភពលោកសម្រាប់អ្នកដទៃបញ្ចេញមិត្តដោយសេរីគោលដៅរបស់អ្នកអាចមិនមែនជាខ្យល់អាកាសជាមួយនឹងឧបសគ្គទេប៉ុន្តែវាត្រូវបានវាយដំនិងបំផ្លាញជាមួយនឹងពាក្យសម្ដីរបស់មនុស្សដែលមិនធ្លាប់ដើរក្នុងទិសដៅដូចគ្នានឹងអ្នកប្រសិនបើអ្នកនៅស្ងៀមគោលដៅនោះនឹងក្លាយជារបស់អ្នកតែម្នាក់គត់ស្ថិតស្ថេរក្នុងចិត្តរបស់អ្នកព្រោះវាមិនចង់យល់ព្រមពីពិភពខាងក្រៅទេតែវាដុសចេញពីការបញ្ជាក់ស្ងាត់ៗនៅក្នុងចិត្តរបស់អ្នកជារៀងរាល់ថ្ងៃចូលចាំថាពាក្យសម្ដីធ្វើឲ្យសុបិនបើក Channel ឲ្យអ្នកដទៃផ្លាស់ប្ដូរប៉ុន្តែភាពស្ងៀមស្ងាត់ធ្វើឲ្យអ្នកកាន់វាឲ្យតឹងរឹងតាមដែលអាចធ្វើទៅបាននៅពេលអ្នកទៅដល់ពិភពលោកអ្នកនឹងដឹងថាអ្នកមិនមែនគ្រាន់តែជាសុបិននោះទេប៉ុន្តែអ្នកគឺជាមនុស្សដែលធ្វើវាបានដោយជោគជ័យដោយមិនចាំបាច់ប្រាប់នរណាម្នាក់ជាមុនតើអ្នកមិនយល់ទេតើអ្នកធ្លាប់ព្យាយាមពន្យល់សុបិនរបស់អ្នកដល់នរណាម្នាក់ហើយមានអារម្មណ៍នឿយហត់ជាងខ្ញុំទេការពិតអ្នកយល់សប្តិមិនខុសទេតែអ្នកគ្រាន់តែប្រាប់ដោយចៃដន្យមនុស្សដែលមិនយល់ហើយទោះជាត្រូវនិយាយយ៉ាងណាក៏គេមិនដែលយល់ដែរព្រោះពួកគេមិនមានបញ្ហាជាមួយគោលដៅគាត់គ្រាន់តែមិនពេញចិត្តដែលអ្នកហ៊ានមានគោលដៅខណៈពេលដែលគាត់មិនមានអ្វីទាំងអស់តើវាមិនយុត្តិធម៌ទេអ្នកមានការតាំងចិត្តរៀបចំផែនការផ្លាស់ប្ដូរជីវិតរបស់អ្នកប៉ុន្តែត្រូវបាត់បង់ថាមពលដើម្បីពន្យល់នរណាម្នាក់ថាពួកគេមិនដែលយល់ថាពួកគេមិនចង់ដឹងពីអ្វីដែលអ្នកមិនចង់ឲ្យអ្នកក្លាហានពេកអ្វីដែលត្រូវធ្វើទាំងអស់ហេតុផលដែលអ្នកគួររក្សាក្តីស្រមៃរបស់អ្នកចំពោះខ្លួនឯងព្រោះការនិយាយទៅកាន់អ្នកដែលមិនត្រៀមខ្លួនស្ដាប់មិនមែនជាការបំផុសគំនិតនោះទេប៉ុន្តែវាជាការបើកចន្លោះប្រហោងដើម្បីមើលងាយហើយអ្នកនឹងធុញទ្រាន់នឹងការបញ្ជាក់រឿងទាំងនោះត្រូវតែការពារក្តីសុបិនរបស់អ្នកពីមនុស្សដែលមិនធ្លាប់សុបិនអ្នកនិយាយថានកមិនស្ងៀមស្ងាត់មិនស្ថិតស្ថេរគ្រប់គ្រាន់អ្នកនឹងជឿពាក្យរបស់គាត់ច្រើនជាងជំនឿរបស់អ្នកដូច្នេះត្រូវចាំថាអ្នកមិនត្រូវពន្យល់ពីក្តីសុបិនរបស់អ្នកទេព្រោះសុបិនរបស់អ្នកត្រូវបានរចនាឡើងសម្រាប់អ្នកនិងមនុស្សដែលមិនមានយល់តាំងពីដំបូងនិងមិនយល់សូម្បីតែថ្ងៃដែលអ្នកជោគជ័យហើយប្រសិនបើអ្នកចូលចិត្តខ្លឹមសារបែបនេះកុំភ្លេចចុច Like តាមដានចែករំលែកបើអ្នកមិនទាន់បានចុច Subscribe សូមចុចឥឡូវនេះដើម្បីកុំឲ្យខកខាននៅវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ